Hey,បន្តមេរៀនពីម្សិលមិញអូគឺឯដេខូរ៉េសាណូតែនតូយូបូមានការការពារការដួលរបស់មនុស្សចាស់នៅខាងក្រៅអូខេអញ្ចឹងខូរ៉េសាមនុស្សចាស់អ្នកទាំងអស់គ្នាតាអញ្ចឹងកន្លែងហ្នឹងខ្ញុំយកមកកន្លែងដាក់អក្សរកាំងជីហិរ៉ាកាណានឹងបកខ្មែរអញ្ចឹងបងប្អូនណាគាត់អត់ចង់ស្ដាប់វីដេអូខ្ញុំទេគាត់គ្រាន់តែថត screen ឲ្យគាត់ទុកមើលខ្លួនឯងក៏បានទុកជាដូចយើងមើលពាក្យអញ្ចឹងណាក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងកន្លែងកាំងជីហ្នឹងគេនិយាយថាហាគីណារ៉េតាគឺសើចាក់យោស្រឹមានថាពាក្យស្បែកជើងដែលសួមរួចហើយមានថាស្បែកជើងដែលគាត់ធ្លាប់ពាក្យស្បែកជើងមិនតូចពេកមិនធំពេកដែលគាត់ប្រើប្រាស់ងាយស្រួលហ្នឹងណាអញ្ចឹងគឺពាក្យស្បែកជើងបែបអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលគាត់ចេញក្រៅគឺសំខាន់ណាស់អ្នកស្បែកជើងណាតទៅទៀតហ៊ីស៊ីយ៉ូនីអូជីទេស៊ីអូស្រឹអញ្ចឹងប្រើឈើច្រត់តាមតម្រូវការប្រើឈើច្រត់តាមតម្រូវការហ្នឹងគឺមិនសំដៅតែតម្រូវការនេះទេអ្នកទាំងអស់គ្នាគឺនៅពេលដែលយល់ទៅគេតម្រូវតាមយោសសាណាយោសសានកម្ពស់ណាទៀបឬក៏ដៃគាត់គាត់កើតជំងឺលាក់ស្លាក់អត់អញ្ចឹងហើយគាត់ប្រើជាមួយឈើច្រត់យល់ទៅឈើច្រត់មានច្រើនប្រភេទមែនតើអ្នកទាំងអស់គ្នានៅប្រទេសជប៉ុនណាគឺមានឈើច្រត់កណាត់ដូចរូបនៅខាងក្រោមហ្នឹងដូចតាគាត់កាន់ហ្នឹងគឺមិនគឺឈើច្រត់កណាត់អញ្ចឹងណាហើយដល់ពេលនិយាយគាត់គាត់តែឈើច្រត់មួយឯងមានថាឈើច្រត់ពីរប្រភេទហ្នឹងគឺខុសគ្នាឈើច្រត់តាគឺគាត់អាចតម្លើងទម្លាក់បានអញ្ចឹងណាហើយគាត់ឃើញគាត់កម្ពស់ខ្ពស់ឯនេះទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងឈើច្រត់នៅប្រទេសជប៉ុនច្រើនមែនទែនទៅទៀតគេនិយាយថា tento stasai ni te o suite karara o sasairu koto ga dekiru you ni kaban wa ryukusaku ni shite ryote o akete oku មានថាដើម្បីអាចដាក់ដៃទប់រាងកាយពេលដួលត្រូវស្ពាយកាបូបខាងក្រោយហើយទុកដៃទាំងសងខាងឲ្យទំនេរមិនដាក់សូមទេនៅកន្លែងហ្នឹងត្រូវប្រើត្រូវស្ពាយអញ្ចឹងណារីយ៉ូសាសានយល់ទៅរីយ៉ូសាសានគាត់មិនមែនដើរទៅដើម្បីអូឆារ៉េដូចយើងទេគាត់ដើម្បីកុំឲ្យគាត់ដួលឬក៏អីចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺស្ពាយកាបូបនៅពីក្រោយឡើយហ្នឹងហ្នឹងហើយអូខេតោះមានអាសានអញ្ចឹងមេរៀនរបស់យើងគឺពាក្យប៉ុណ្ណឹងចេញនៅពេលរីយ៉ូសាសានចេញក្រៅហ្នឹងគឺសំខាន់មែនតើអ្នកទាំងទី1គឺស្បែកជើងពាក្យប៉ុណ្ណឹងស្បែកជើងទី2គឺឈើច្រត់ទី3គឺការសាពីរបស់គាត់នៅខាងក្រោយអញ្ចឹងមិនមានតែប៉ុណ្ណឹងដែលសំខាន់ទាំងអស់មកនេះប៉ុន្តែកន្លែងហ្នឹងគឺក្នុងសភៅហ្នឹងគឺគេមកទៅមកគឺមានចំណុចសំខាន់កន្លែងហ្នឹងគឺពាក្យស្បែកជើងនេះកន្លែងហ្នឹងគឺស្ពាក្យស្បែកជើងហើយនឹងប្រើឈើច្រត់តាមតម្រូវការរបស់មនុស្សតាមនេះអញ្ចឹងហើយទៅមកកាបូបដើម្បីការពារមកដួលគឺកាបូបត្រូវស្ពាយនៅខាងក្រោយធម្មតារីយ៉ូសាសានបើគាត់កាន់ដៃពួកដៃដូចក្មេងៗអញ្ចឹងពេលដែលគាត់ដួលអញ្ចឹងទៅគាត់ពិបាកនឹងទប់ពិបាកនឹងនេះអញ្ចឹងមានទៅទាំងព្រើមកអត់មានបានការពារក្បាលការពារនេះអញ្ចឹងធ្វើឲ្យអាចនឹងបែកក្បាលអាចដែរអញ្ចឹងណាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺសម្រាប់នៅខាងនៅពេលដែលរីយ៉ូសាសាននៅដើរនៅខាងក្រៅហ្នឹងគឺមានប៉ុណ្ណឹងទេអ្នកទាំងអស់គ្នាអរគុណច្រើន